កាលពីមុនថ្ងៃសែនបាត់ទឹកខ្ញុំបានចុះទៅប្រមូលទិញមន់សែននៅខាងខេត្តកពតចៃដនខ្លាំងមែនតើទៅថតវីដេអូមន់ដុតទឹកដូងនេះហើយថាវីដេអូអត់មានព្រៀងទុកអញ្ចេះអ្នកទស្សនាច្រើនយកតាណាមអស់បងប្អូនជាង2លាន view ហើយគាត់ថាវីដេអូនេះគាត់បងប្អូនគាត់សួរថាអូឃើញតំណងមិនប្រាប់ពីរបៀបក្នុងការធ្វើផងហើយខ្ញុំខ្លួនឯងនេះមានគម្រោងក្នុងការថតយកពីរបៀបធ្វើអីបងប្អូនឃើញតំណងថតបែបសុខស្រាយចកាគេថតលេងទៅទៅដល់បងប្អូនហើយនេះអ្នកទស្សនាឡើងច្រើនគាត់ថាចុះបើចៃដនមិនបានមានគ្រឿងប្រឡាក់សៃណៃទៅផ្ទះដែលអ្នកប្រមូលទិញមន់ឲ្យខ្ញុំហ្នឹងគាត់ fan ខ្ញុំដែរគាត់ទិញគ្រឿងប្រឡាក់សាច់ហ្នឹងទៅតាំងពីកាលដែលសល់ឡើងកន្លះដបហ្នឹងទៅខ្ញុំក៏មិនទាន់បានប្រឡាក់ណាគាត់ប្រឡាក់ឲ្យបាត់បងប្អូនឃើញអត់នេះនិយាយទៅគឺថាចៃដនប៉ុន្តែការធ្វើបែបនេះឆ្ងាញ់មែនណាបងប្អូនអត់ពិបាកនឹងការធ្វើទេបើបងប្អូនទៅដល់ភ្ជុំអីឃើញថាតំណងចង់សាកធ្វើតាមងាយបងប្អូនប៉ុន្តែដុតដូងក្អូបបានឆ្ងាញ់ហើយគ្រឿងប្រឡាក់នេះបើបងប្អូនមានគ្រឿងប្រឡាក់ខ្លួនឯងក៏បានប្រឡាក់ស្រាលជាមួយនឹងហើយបើមានគ្រឿងប្រឡាក់សាច់កាន់តែឆ្ងាញ់ទៀតបងប្អូនហើយយើងដាក់សក្តិពីក្រមមានរំដេងមានលឹកក្រូចអីទៅហើយយើងដាក់ដូងក្អូបដុតទៅបងប្អូននេះអូនិយាយថាជាតិដែរបងប្អូនខ្ញុំនិយាយមកទៅថាបើមន់ហ្នឹងអត់ឆ្ងាញ់ក៏ខ្ញុំអត់វល់ឡើងម្ដងទៀតដែរវីដេអូនេះប៉ុន្តែធ្វើអញ្ចឹងឆ្ងាញ់មែនដាក់ជាមួយទឹកត្រីបុកជាមួយនឹងទឹកម្រេចក្រូចឆ្មាអីជាតិខ្លាំងមែនតើហើយមន់មកយកធំពេកតែ1គីឡូ2ខាំហើយស្ងោរ20-30នាទីអីទៅបងប្អូនចាក់មើលទៅបើថាអត់មានឈាមហូរមកទឹកស្លាសនេះឆ្អិនហើយបងប្អូនណាហើយបងប្អូនមើលនេះនិយាយទៅគឺថាលើសពីការរំពឹងទុកហើយអញ្ចឹងមែនបងប្អូនវីដេអូថាប្រឹងប្រែងក្នុងការថតឲ្យវាត្រូវហ្មងអត់មានអ្នកមើលទេបើថាអញ្ចឹងវិញអ្នកមើលយកទៅតាមអស់បងប្អូនសាបានបងប្អូនណាសាបាននិយាយទៅគឺថាឲ្យ10លើ10ខ្លួនឯងហ្មងសម្រាប់មន់ដុតទឹកដូងនេះអរគុណច្រើន